សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយដើម្បីតបជាមួយនឹង comment គ្នាយើងជាច្រើនដូចជា comment របស់នេះដែលនិយាយទាក់ទងជាមួយនឹងការគោរពព្រះនាងម៉ារីក្នុងគ្រិស្តសាសនានៃកាយកាតូលិកជាដំបូងខ្ញុំចង់ប្រាប់បងប្អូនថាសូមឲ្យការចែករំលែកនៅជំនឿរបស់ពួកយើងរៀងៗខ្លួនទោះបីយើងគ្រិស្តសាសនានៃកាយផ្សេងៗគ្នាក៏ដោយសូមឲ្យចែករំលែកដោយសេចក្តីស្រឡាញ់ចំពោះខ្ញុំមិនចង់ឃើញការបែងចែកឬក៏ការបែកបាក់គ្នារវាងគ្រិស្តសាសនានិងគ្រិស្តសាសនាទេដោយជាក់ស្ដែងប្រទេសជាតិយើងឥឡូវកំពុងត្រូវការសាមគ្គីភាពចឹងការចែករំលែកគឺគ្រាន់តែជាការឲ្យយើងដឹងពីគ្នាទៅវិញទៅមកចឹងថ្ងៃនេះខ្ញុំមាន2ចំណុចដែលខ្ញុំចង់និយាយតាក់ទងជាមួយនឹងការគោរពព្រះនាងម៉ារីជាមួយនឹងការអធិដ្ឋានទៅព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារីចឹងចំណុចទី1បងប្អូនប្រូតេស្តង់សួរអំពីព្រះនាងម៉ារីសម្រាប់បងប្អូនគ្រិស្តបរិស័ទកាតូលិកឬក៏អុកតូដុកដែលមានជំនឿហើយគាត់បានសិក្សាជ្រៅជ្រះអំពីជំនឿរបស់ខ្លួនឯងហើយសួរថាតើព្រះនាងម៉ារីជាព្រះសម្រាប់ពួកគាត់ឬចម្លើយ 100% គឺមិនមែនទេដោយសារតែជំនឿពិតប្រាកដរបស់ព្រះសង្គមកាតូលិកនិងអុកតូដុកព្រះនាងម៉ារីមិនមែនជាព្រះទេគ្រាន់តែជាសន្តិនិងអ្នកដែលយើងគោរពខ្លាំងបំផុតដោយសារទ្រង់មិនមែនជាព្រះជាម្ចាស់ទេតែទ្រង់ជាបុគ្គលគំរូនិងជាបុគ្គលទី1ដែលយើងគួរតែគោរពបន្ទាប់ពីព្រះជាម្ចាស់បញ្ជាក់មិនមែនព្រះជាម្ចាស់ហេតុអីព្រះសង្គមកាតូលិកគោរពព្រះនាងម៉ារីយើងគោរពព្រះនាងម៉ារីតាមពិតយើងធ្វើអ្វីនឹងស្របតាមព្រះគម្ពីរទាំងអស់ដូចក្នុងអត្ថបទគម្ពីរក៏បាននិយាយដែរពេលទេវទូតកាព្រីអែលមកជួបព្រះនាងម៉ារីក៏បាននិយាយថាចូលនាងមានអំណរសប្បាយឡើងព្រះអង្គម្ចាស់គង់នៅជាមួយនាងចឹងមានថាព្រះនាងម៉ារីជាបុគ្គលដែលពិសេសដែលព្រះជាម្ចាស់គង់ស្ថិតនៅជាមួយនាងចឹងមួយចំណុចគឺព្រះនាងម៉ារីជាមនុស្សដែលវិសុទ្ធនិងជាមនុស្សដែលគប់ព្រះហត្ថតែព្រះជាម្ចាស់ហើយចំណុចមួយទៀតកាព្រីអែលក៏បាននិយាយជាមួយព្រះនាងម៉ារីនៅពេលដែលតកតងជាមួយនឹងព្រះបុត្រានឹងប្រសូតមកជាមនុស្សតាមរយៈព្រះនាងម៉ារីគឺព្រះបុត្រានឹងប្រសូតដោយកម្លាំងព្រះវិញ្ញាណបរិសុទ្ធគ្របបាំងសន្ធិដ្ឋលើកាយព្រះនាងម៉ារីទាំងមូលអញ្ចឹងព្រះនាងម៉ារីជាមនុស្សម្នាក់ដែលពោពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធហើយគ្រិស្តបរិស័ទអុកតូដុកជាមួយគ្រិស្តបរិស័ទកាតូលិកគឺជាអ្នកដែលបំពេញអត្ថន័យនៅក្នុងព្រះគម្ពីរដែលតែសេថាអំណោះតទៅមនុស្សគ្រប់ចំនួននឹងពោលថាខ្ញុំជាអ្នកមានសុភមង្គលមែនដោយសារតែគ្រិស្តបរិស័ទជឿជាក់ថាជាពិសេសគ្រិស្តបរិស័ទកាតូលិកអុកតូដុកជឿជាក់ថាព្រះនាងម៉ារីជាមនុស្សដែលមានសុភមង្គលពិតប្រាកដដោយសារតែព្រះនាងបានជឿលើព្រះបន្ទូលហើយព្រះនាងថ្វាយជីវិតទាំងសងដើម្បីបម្រើព្រះជាម្ចាស់ហើយចំណុចមួយទៀតអ្វីដែលយើងព្រះសហគមន៍កាតូលិកមកអុកតូដុកគោរពព្រះនាងម៉ារីដូចគ្នាជំនាន់មុនយើងមានហឹបនៃសម្ព័ន្ធមេត្រីដែលព្រះជាម្ចាស់ប្រទានឲ្យប្រជាជនអ៊ីស្រាអែលដែលជាតំណាងវត្តមានរបស់ព្រះអង្គហើយព្រះអង្គយាងមកជួបមហាបូជាចារ្យមួយឆ្នាំម្ដងតាមរយៈហឹបនៃសម្ព័ន្ធមេត្រីគឺព្រះអង្គយាងមកគង់នៅកណ្ដាលគម្របនៃហឹបសម្ព័ន្ធមេត្រីនោះព្រះនាងម៉ារីប្រៀបដូចជាហឹបនៃសម្ព័ន្ធមេត្រីថ្មីមួយដែលព្រះជាម្ចាស់ចាប់ផ្ដើមចងសម្ព័ន្ធមេត្រីជាមួយមនុស្សឡើងវិញតាមរយៈព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គយាងមកចាប់បដិសន្ធិនៅក្នុងគភ៌របស់ព្រះនាងម៉ារីចំណុចមួយទៀតដែលព្រះសហគមន៍កាតូលិកនិងអុកតូដុកតែងតែជឿតាំងពីដើមមកគឺព្រះនាងម៉ារីមានឋានៈជាមាតារបស់ព្រះជាម្ចាស់អត្ថន័យគឺមាតារបស់ព្រះយេស៊ូវគ្រីស្ទផ្ទាល់ព្រះយេស៊ូវគ្រីស្ទសម្រាប់គ្រីស្ទបរិស័ទអុកតូដុកជាមួយនឹងកាតូលិកយើងជឿថាព្រះអង្គជាមនុស្ស 100% ជាព្រះជាម្ចាស់ 100% ព្រះអង្គជាមនុស្សតែម្នាក់ជាព្រះជាម្ចាស់តែមួយអង្គអត់អាចញែកអត់អាចបំបែកសភាវៈទាំងពីរនេះចេញពីព្រះយេស៊ូវបានទេនេះគឺជាគោលគំនិតនិងគោលជំនឿរបស់គ្រិស្តបរិស័ទនិកាយអុកតូដុកនិងកាតូលិកហើយឋានៈជាមាតារបស់ព្រះជាម្ចាស់ដែលភាសាក្រិកគេហៅថា Theotokos ដែលគឺមានន័យថាមាតារបស់ព្រះជាម្ចាស់ដែលសំដៅលើមាតារបស់ព្រះយេស៊ូវគ្រីស្ទហើយជំនឿនេះជាគោលជំនឿរបស់គ្រិស្តបរិស័ទតាំងតែឆ្នាំ431ហើយជំនឿនេះគេប្រកាសជាលើកដំបូងគឺនៅក្នុងមហាសន្និបាតក្រុងអេផេសូលើកទី2គឺនៅក្នុងខែមិថុនានិងកក្កដាឆ្នាំ431អញ្ចឹងវាជាជំនឿដែលគ្រិស្តបរិស័ទនៅសម័យនោះគេប្រកាសជាសាធារណៈថាជាជំនឿដែលគ្រិស្តបរិស័ទទាំងអស់គប្បីត្រូវតែជឿនិងគោរពអញ្ចឹងឋានៈជាមាតារបស់ព្រះជាម្ចាស់ម្ដាយរបស់ព្រះយេស៊ូវគ្រីស្ទឋានៈជាមាតាព្រះជាម្ចាស់អញ្ចឹងយើងចំពោះគ្រិស្តបរិស័ទយើងដឹងថាបើសិនព្រះនាងម៉ារីជាមាតាព្រះជាម្ចាស់យើងគួរគោរពព្រះនាងម៉ារីរបៀបម៉េចតើយើងគួរឲ្យតម្លៃព្រះនាងម៉ារីរបៀបម៉េចហើយមួយទៀតព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់ប្រសូតជាមនុស្សដោយព្រះវិញ្ញាណបរិសុទ្ធនិងប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារីឬក៏បងប្អូនប្រូតេស្តង់ហៅថានាងព្រហ្មចារិនីម៉ារីក៏បានមានន័យថាព្រះនាងម៉ារីផ្ទាល់ជាព្រហ្មចារិនីហើយប្រសូតព្រះយេស៊ូវគ្រីស្ទផ្ទាល់ដូច្នេះហើយតើព្រះយេស៊ូវទ្រង់បានទទួលរូបកាយសាច់ឈាមឆ្អឹង DNA មកពីណាគេពិតមែនដោយអំណាចព្រះវិញ្ញាណបរិសុទ្ធទ្រង់បានទទួលរូបកាយជាមនុស្ស
តែតាមរយៈព្រះនាងម៉ារីដូច្នេះហើយបើសិនជាយើងពិនិត្យ DNA ឬក៏យើងនិយាយអំពីសភាវៈជាមនុស្សរូបរាងកាយរបស់ព្រះយេស៊ូវប្រកាសជាមកពីព្រះនាងម៉ារីហើយដូច្នេះហើយតើយើងគួរឲ្យតម្លៃព្រះនាងម៉ារីប៉ុណ្ណាបើសិនជាព្រះយេស៊ូវគ្រីស្ទពិតមែន 100% ទ្រង់មកពីព្រះនាងម៉ារីនិយាយអំពីរូបកាយគឺមកពីព្រះនាងម៉ារីពិតខ្ញុំបានរៀបចំឯកសារច្រើននិយាយពីព្រះនាងម៉ារីណាពិតព្រះនាងម៉ារីគឺនៅក្នុងអត្ថបទគម្ពីរនេះព្រះគម្ពីរបាននិយាយច្រើនទាក់ទងជាមួយនឹងព្រះនាងម៉ារីការព្រះគម្ពីរយើងត្រូវដឹងថាយើងត្រូវស្វែងយល់អំពីព្រះគម្ពីរឲ្យបានត្រឹមត្រូវអាចដកមួយឃ្លាមកនិយាយហើយយើងអាចមើលឃ្លានៅខាងមុខនៅខាងក្រោយនឹងទៀតទេយើងត្រូវអានអត្ថបទទាំងមូលដើម្បីឲ្យយល់ថាអត្ថន័យនៃអត្ថបទទាំងអស់មានន័យដូចម្ដេចចំណុចមួយទៀតយើងគោរពព្រះនាងម៉ារីដោយសារតែព្រះនាងម៉ារីជាម្ដាយរបស់យើងរាល់គ្នាហេតុអីបានថាព្រះនាងម៉ារីជាម្ដាយរបស់ពួកយើងរាល់គ្នាបើបងប្អូនអានព្រះគម្ពីរបងប្អូននឹងចាំពេលដែលព្រះយេស៊ូវជាប់លើជើងឆ្កាងមុនព្រះអង្គសោយទីបង្គត់ព្រះអង្គនិយាយទៅឃើញសាវកជាទីស្រឡាញ់របស់ព្រះអង្គហើយនឹងបិតារបស់ព្រះអង្គដែលព្រះអង្គស្រឡាញ់ព្រះអង្គបានផ្ដាំទៅសាវកថានេះជាម្ដាយអ្នកហើយព្រះនាងម៉ារីថានេះជាកូនរបស់អ្នកមានន័យដូចម្ដេចមានន័យដូចចាប់ពីពេលដែលព្រះយេស៊ូវមានព្រះបន្ទូលបែបនេះមកគឺតំណាងឲ្យព្រះនាងម៉ារីជាបិតារបស់សាវកទាំងអស់គឺរបស់សត្វទាំងអស់ដោយសារតែគឺរបស់សត្វជាអ្នកដែលដើរតាមព្រះយេស៊ូវហើយពួកយើងទាំងអស់គ្នាជាកូនរបស់ព្រះនាងម៉ារីតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺព្រះយេស៊ូវដែលមានព្រះបន្ទូលនៅក្នុងអត្ថបទមួយនេះអូបងប្អូនហាំងខ្ញុំអត់ដែលឮឬអត់ដែរបងប្អូនអាចអានបានគឺអត្ថបទរបស់លោកយ៉ូហានជំពូក19ខ26 27បងប្អូនអាចអានបានមួយទៀតព្រះយេស៊ូវគោរពនិងស្រឡាញ់ព្រះនាងម៉ារីព្រះយេស៊ូវយាងមកប្រសូតជាមនុស្សព្រះអង្គរស់នៅក្នុងសង្គមរបស់ជនជាតិយូដាគេមានក្រឹតវិន័យគេមានវិន័យទាំង10របស់ព្រះជាម្ចាស់ប្រទានឲ្យលោកម៉ូសេជាដើមក្នុងវិន័យទាំងអស់ក៏មាននិយាយពីការគោរពមេដាបិតាចឹងមានថាព្រះយេស៊ូវទ្រង់ជាគំរូនៃមនុស្សទាំងឡាយដូច្នេះទ្រង់ប្រតិបត្តិតាមទាំងអស់ដូច្នេះហើយទ្រង់ក៏គោរពព្រះនាងម៉ារីនិងស្រឡាញ់ព្រះនាងម៉ារីដែលជាម្ដាយដែរដូចជាចំណុចមួយទៀតក្នុងអត្ថបទរបស់លោកលូកាជំពូក2ខ51ក៏បាននិយាយដែរថាបន្ទាប់មកព្រះកុមារយេស៊ូវយាងត្រឡប់ទៅភូមិណាសារ៉េតជាមួយមេដាបិតាវិញហើយធ្វើតាមឱវាទរបស់អ្នកទាំងពីរនេះបញ្ជាក់ឲ្យថាព្រះយេស៊ូវទ្រង់គោរពប្រតិបត្តិព្រះនាងម៉ារីជាមេដាចំពោះចំណុចមួយទៀតដែលនិយាយអំពីព្រះយេស៊ូវស្ដាប់នៅការទូលបង្គាប់របស់ព្រះនាងម៉ារីគឺតាមរយៈធ្វើការអស្ចារ្យលើកទី1របស់ព្រះយេស៊ូវនៅភូមិកាណាដែលព្រះយេស៊ូវធ្វើឲ្យទឹកទៅជាស្រាពេលដែលមានបញ្ហាដោយសារឃើញអសាគេរត់ទៅរកណាគេរត់ទៅរកព្រះនាងម៉ារីហើយព្រះនាងម៉ារីទៅរកណាគេព្រះនាងម៉ារីទៅរកព្រះយេស៊ូវដំបូងព្រះយេស៊ូវនិយាយថាម៉េចអូអ្នកម្ដាយអើយមិនទាន់ដល់ពេលទេចឹងព្រះនាងម៉ារីក៏ត្រឡប់មកប្រាប់អ្នកបម្រើវិញថាចូលស្ដាប់លោកហើយធ្វើអ្វីដែលលោកបាននិយាយមានន័យថាចូលស្ដាប់ព្រះយេស៊ូវនិយាយអីថាធ្វើតាមទោះបីមិនទាន់ដល់ពេលក៏ដោយសារតែព្រះនាងម៉ារីប្រាប់ព្រះយេស៊ូវក៏ចាប់ផ្ដើមជួយកូនកន្លោះកូនមុំដើម្បីដោះស្រាយបញ្ហាមួយហ្នឹងចឹងនេះគឺជាឧទាហរណ៍ផ្ទាល់នៃជីវិតរបស់គ្រីស្ទបរិស័ទសប្តាហ៍ថ្ងៃគ្រីស្ទបរិស័ទពេលខ្លះមានបញ្ហាគឺទៅហត់ហោព្រះនាងម៉ារីឬក៏ជួយឲ្យអង្វរអធិដ្ឋានទៅព្រះនាងម៉ារីឲ្យព្រះនាងម៉ារីជួយអង្វរព្រះជាម្ចាស់គឺព្រះយេស៊ូវដើម្បីឲ្យព្រះយេស៊ូវជួយយើងរាល់គ្នាដោយដឹងថាព្រះយេស៊ូវស្ដាប់ពីអង្វររបស់ព្រះនាងម៉ារីអានេះជាចំណុចមួយដែលជាគំរូយើងយកអត្ថបទ7មកអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់យើងមួយទៀតឥឡូវយើងនិយាយក្នុងអត្ថបទ7ច្រើនហើយឥឡូវយើងសាកគិតនៅទស្សនវិជ្ជាឬតក្កវិជ្ជាធម្មតាតើកូនស្រឡាញ់ម្ដាយទេតើម្ដាយស្រឡាញ់កូនទេព្រះយេស៊ូវជាកូនរបស់ព្រះនាងម៉ារីទោះបីព្រះអង្គដឹងថាព្រះអង្គជាព្រះជាម្ចាស់ប៉ុន្តែក៏ព្រះអង្គជាមនុស្ស 100% ជាព្រះជាម្ចាស់ 100% ហើយចំណុចដែលបង្ហាញថាព្រះយេស៊ូវស្រឡាញ់ព្រះនាងម៉ារីគឺសូម្បីតែពេលដែលព្រះអង្គចិត្តសោយទីបង្គត់ព្រះអង្គបានផ្ដែផ្ដាំអស់សាវកដែលព្រះអង្គស្រឡាញ់ជួយមើលថែមេដារបស់ព្រះអង្គជួយមើលថែព្រះនាងម៉ារីជំនួសព្រះអង្គអានេះហើយគឺជាចំណុចដែលបង្ហាញពីសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះព្រះនាងម៉ារីបកទៅចំណុចទី1ពេលដែលព្រះយេស៊ូវផ្ដាំមកយើងជាកូនរបស់ព្រះនាងម៉ារីយើងជាកូនយើងត្រូវស្រឡាញ់ម្ដាយនេះជារឿងធម្មតាមួយទៀតតកតងជាមួយនឹងការហៅប្រហែលជាបងប្អូនប្រុសស្ដង់មានបញ្ហាឬក៏មិនសូវពេញចិត្តពេលដែលឮពាក្យថាព្រះនាងតែខ្ញុំសូមសួរបងប្អូនវិញថាតើពាក្យថាព្រះនាងជាមួយព្រះខុសគ្នាអត់ខុសគ្នា 100% គឺខុសគ្នាទោះបីជាមានពាក្យថាព្រះសិទ្ធិព្រះនាងមានពាក្យថាព្រះដែរពាក្យថាព្រះនាងជាមួយព្រះគឺខុសគ្នាដាច់ពាក្យថាព្រះនាងគឺជារាជស័ក្តិព្រះសកលកាតូលិកនិងអូរ៉ូដូសពេលខ្លះពីច្រើនយើងហៅព្រះជាម្ចាស់យើងអត់ហៅថាព្រះមកទេយើងហៅព្រះជាម្ចាស់ព្រះជាអង្គម្ចាស់ព្រះអង្គម្ចាស់អញ្ចឹងទៅតែបងប្អូនប្រូតេស្តង់មួយចំនួនគាត់អាសាប្រើពាក្យថាព្រះខ្ញុំគោរពព្រះអត្ថន័យរបស់គាត់ពាក្យថាព្រះមួយម៉ាត់ហ្នឹងគឺសំដៅលើព្រះជាម្ចាស់តែចំពោះគ្រិស្តបរិស័ទអូរ៉ូដូសមួយកាតូលិកយើងមាន
ពាក្យដែលហៅព្រះជាម្ចាស់ថាព្រះជាម្ចាស់ព្រះអង្គម្ចាស់ព្រះអង្គម្ចាស់អញ្ចឹងទៅតែព្រះសហគមន៍ក៏ប្រើពាក្យរាជស័ព្ទជាមួយនឹងសម្ដេចប៉ាបរាជស័ព្ទជាមួយនឹងស្ដេចរាជស័ព្ទជាមួយនឹងព្រះនាងម៉ារីភាសានេះជាការគោរពតែអត់បញ្ជាក់ពាក្យថារាជស័ព្ទហើយនិងពាក្យថាព្រះគឺខុសគ្នាអញ្ចឹងពេលដែលបងប្អូនឮពាក្យថាព្រះនាងបកប្រាអង់គ្លេសព្រះនាងគឺ princess ជាមួយ God ខុសគ្នា100%ខុសគ្នាអត់អាចដូចគ្នាបានទេអញ្ចឹងសូមបងប្អូនកុំតន់វិនិច្ឆ័យភ្លាមតាមរយៈការដាក់ការលើសម្លេងប៉ុណ្ណឹងតែបងប្អូនសូមរិះគិតឲ្យច្បាស់លាស់ថាពួកគាត់មានអត្ថន័យដូចម្ដេចកុំចាប់កំហុសគ្នាទៅវិញទៅមកតែព្យាយាមយល់ពីគ្នាទៅវិញទៅមកអូខេអញ្ចឹងតើតើជាមួយការគោរពព្រះនាងម៉ារីយើងមានច្រើនចំណុចឃើញដែលខ្ញុំបាននិយាយអញ្ចឹងហើយអ្វីដែលយើងអាចនិយាយមួយទៀតតើតើជាមួយនឹងធម្មជាតិរបស់មនុស្សបើខ្ញុំស្រឡាញ់អ្នកគេម្នាក់ខ្ញុំនឹងស្រឡាញ់មនុស្សដែរខ្ញុំស្រឡាញ់គាត់ស្រឡាញ់អ្នកគេខ្ញុំក៏ស្រឡាញ់គ្រប់ឧទាហរណ៍បើខ្ញុំស្រឡាញ់ប្រពន្ធរបស់ខ្ញុំស្រឡាញ់បងប្អូនហើយជាមួយនឹងឪពុកម្ដាយគាត់តើខ្ញុំអាចរស់នៅជាមួយប្រពន្ធដោយមានសុខសន្តិភាពឬក៏មានសុភមង្គលបើសិនជាខ្ញុំស្អប់គ្រួសារគាត់ឬម្ដាយគាត់អត់ក៏chẳngទេដូចគ្នាបើប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំស្រឡាញ់ឪពុកម្ដាយខ្ញុំស្រឡាញ់គ្រួសារខ្ញុំតែប្រពន្ធខ្ញុំអត់ស្រឡាញ់គ្រួសារខ្ញុំអត់ស្រឡាញ់ឪពុកម្ដាយខ្ញុំគាត់ជាមានបញ្ហាជាមួយគ្នាការរួមរកក៏ជាអត់មានសេចក្ដីសុខដូចគ្នាពេលដែលយើងស្រឡាញ់ព្រះយេស៊ូវយើងក៏ស្រឡាញ់មនុស្សដែលព្រះយេស៊ូវស្រឡាញ់ដែរមានតែគេមានសន្តបុគ្គលមួយចំនួនមានគ្រីស្ទូតមានព្រះនាងម៉ារីហើយយើងគោរពស្រឡាញ់គាត់គឺដោយសារតែព្រះយេស៊ូវស្រឡាញ់ពួកគាត់ដែរដូច្នេះហើយបានជាក្នុងវិន័យរបស់គ្រីស្ទសាសនាយើងនិយាយថាចូលស្រឡាញ់អ្នកដទៃឲ្យដូចស្រឡាញ់ខ្លួនឯងដោយសារអីអ្នកដទៃគឺជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់ព្រះជាម្ចាស់ស្រឡាញ់ទាំងអស់ដូច្នេះក្នុងនាមជារបស់សត្វយើងស្រឡាញ់ទាំងអស់ហើយការគោរពរបស់យើងគឺយើងមានក្បួនច្បាប់និងរបៀបរបបត្រឹមត្រូវព្រះសង្គមកាតូលិកមិនបានគោរពមនុស្សណាឬក៏ជនណាស្មើនឹងព្រះជាម្ចាស់ទេសូមបងប្អូនកុំយល់ច្រឡំហើយខ្ញុំនឹងបកស្រាយទៅតជាមួយនឹងចំណុចពាក្យថាថ្វាយបង្គំពេលខ្លះបងប្អូនអាចនឹងឃើញគ្រិស្តបរិស័ទកាតូលិកអូតូដុកមួយចំនួនអាចនឹងក្រាបអោនក្បាលដល់ដីនៅមុខហូបថតឬក៏ហូបសំណាក់អីមួយតែវាខុសពីអត្ថបទ7អត់ខ្ញុំសូមហ៊ានឆ្លើយ 100% ថាមិនខុសពីក្នុងព្រះគម្ពីរទេបើបងប្អូនយល់អំពីអត្ថន័យពិតប្រាកដទាក់ទងជាមួយនឹងព្រះគម្ពីរអូខេអានេះខ្ញុំធ្វើវីដេអូក្រោយមួយទៀតចំណុចមួយទៀតដែលខ្ញុំចង់និយាយពីគឺការអធិដ្ឋានទៅកាន់ព្រះនាងម៉ារីការអធិដ្ឋានរបស់ព្រះនាងម៉ារីឲ្យជួយអំបព្រះជាម្ចាស់យើងតែយើងអាចធ្វើបានអត់យើងអាចធ្វើបាន 100% ក្នុងនាមជាគ្រិស្តបរិស័ទយើងគួរតែអធិដ្ឋានឲ្យគ្នាទៅវិញទៅមកត្រូវអត់តើបងប្អូនធ្លាប់អធិដ្ឋានឲ្យគ្នាទៅវិញទៅមកអត់ឬក៏បងប្អូនធ្លាប់សុំឲ្យលោកបូជាចារ្យឬក៏គ្រូគង្វាលឬក៏ព្រឹទ្ធាចារ្យឬក៏ចាស់ទុំឬក៏មិត្តភ័ក្តិដែលនៅក្នុងព្រះសហគមន៍ឬក៏ក្រុមជំនុំជាមួយគ្នាហ្នឹងអធិដ្ឋានឲ្យបងប្អូនអត់ឬក៏អធិដ្ឋានឲ្យក្រុមគ្រួសារសាច់ញាតិរបស់បងប្អូនស្គាល់អត់ឧទាហរណ៍ម៉ាក់របស់ខ្ញុំឈឺខ្ញុំសុំឲ្យលោកបូជាចារ្យអធិដ្ឋានឲ្យឬក៏មិត្តភ័ក្តិរបស់ខ្ញុំដែលខ្ញុំស្គាល់ជួយអធិដ្ឋានឲ្យម៉ាក់ខ្ញុំផងម៉ាក់ខ្ញុំឈឺអញ្ចឹងទៅបងប្អូនធ្លាប់ធ្វើអញ្ចឹងអត់របៀបនេះវាខុសឆ្គងអត់ដោយសារតែបងប្អូនចំនួនយល់ថាការអធិដ្ឋានគឺយើងអធិដ្ឋានតែព្រះជាម្ចាស់ផ្ទាល់ក៏បានដែរអធិដ្ឋានតាមរយៈសន្តបុគ្គលជាមួយព្រះនាងម៉ារីឲ្យជួយអង្វរព្រះជាម្ចាស់ឲ្យយើងបានហេតុអីទី1ដូចខ្ញុំនិយាយមិញអញ្ចឹងយើងត្រូវអធិដ្ឋានឲ្យគ្នាទៅវិញទៅមកតាមគម្រោងសន្តបុគ្គលក៏សន្តបុគ្គលក៏ធ្វើបានដូចគ្នាទី1យើងមើលអត្ថបទ2អេពីសូតចំពោះ6ខ19 20ចាប់ដើមសន្តបុគ្គលនិយាយថាជួយអង្វរព្រះអង្គសម្រាប់ខ្ញុំផងឃើញអត់អានឹងទី1គឺការអធិដ្ឋានឲ្យគ្នាទៅវិញទៅមកមានចំណុចច្រើនទៀតឧទាហរណ៍អត្ថបទគម្ពីរយ៉ាកុបចំពោះ5ខ13ដល់18តកតងជាមួយនឹងការអធិដ្ឋានឲ្យគ្នាទៅវិញទៅមកពេលមានបញ្ហាឬក៏មានជំងឺសូមឲ្យព្រឹទ្ធាចារ្យអធិដ្ឋានដល់ដៃលើគាត់ចាក់ប្រេងអីចឹងទៅគឺនិយាយអំពីការអធិដ្ឋានឲ្យគ្នាទៅវិញទៅមកបងប្អូនចង់ដឹងលម្អិតបងប្អូនអាចទៅមើលក្នុងព្រះគម្ពីរបានអញ្ចឹងអានេះចំណុចទី1ដែលយើងគួរតែចាំថាយើងអាចអធិដ្ឋានឲ្យគ្នាទៅវិញទៅមកចុះសន្តបុគ្គលគាត់អធិដ្ឋានឲ្យយើងបានអត់បងប្អូនអាចគិតថាសន្តបុគ្គលព្រះនាងម៉ារីគាត់ស្លាប់ហើយហ្នឹងគាត់អធិដ្ឋានឲ្យយើងមិនបានដោយខមមិនមួយនិយាយថាព្រះនាងម៉ារីគាត់សម្រាប់ហើយតែគាត់អធិដ្ឋានឲ្យយើងវាមិនបានមកមើលខគម្ពីរសិនណាទី1យើងត្រូវដឹងថាអ្នកដែលស្លាប់ហើយបានឡើងទៅស្ថានបរមសុខគឺជាជនដ៏វិសុទ្ធដោយសារព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធដូច្នេះអស់អ្នកដែលទៅនៅជាមួយព្រះអង្គនៅស្ថានបរមសុខគឺត្រូវតែវិសុទ្ធដោយព្រះគម្ពីរវិវរណៈបងប្អូនបានដឹងលោកយូហានបានឃើញមនុស្សដែលពាក់អាវសគេបានបោកខោអាវខ្លួនឯងឲ្យស្អាតនៅក្នុងឈាមរបស់កូនឈាមហ្នឹងគឺនិយាយពីការលាងសម្អាតខ្លួនបានវិសុទ្ធដើម្បីនៅស្ថានបរមសុខជាមួយព្រះជាម្ចាស់អញ្ចឹងព្រះសហគមន៍កាតូលិកអូតូដុកជឿថាព្រះនាងម៉ារីសន្តបុគ្គលគឺជាអស់អ្នកដែលបានបោកខោអាវខ្លួនឯងស្អាតហើយបាននៅស្ថានបរមសុខដូច្នេះចំណុចទី1គឺពួកគាត់ជាជនវិសុទ្ធនៅស្ថានបរមសុខអូខេទោះបីជាគាត់នៅស្ថានបរមសុខគាត់វិសុទ្ធក៏ដោយគាត់ស្លាប់ហើយតែគាត់អាចមើលឃើញស្ដាប់ឮឬមើលឃើញហេតុការណ៍នៅលើលោកីនឹងបានអត់បាន
ហេតុអីខ្ញុំនិយាយហ៊ានថាបានអូខេបងប្អូនមើលមកថៃចំពុក22ខ32ព្រះយេស៊ូវបានមានប្រមាណថាយើងជាព្រះលោកអាប់រ៉ាហាំរបស់អ៊ីសាករបស់យ៉ាកុបអ្នករាល់គ្នាធ្លាប់អានទេព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេតែជាព្រះរបស់មនុស្សដែលមានជីវិតចាំបញ្ជាក់ថាម៉េចលោកអាប់រ៉ាហាំអ៊ីសាកយ៉ាកុបគឺនៅមានជីវិតជីវិតណាជីវិតនៅស្ថានបរមសុខណាចំណុចទី1មួយទៀតបើសិនជាបងប្អូនជឿលើព្រះយេស៊ូវបងប្អូនតែជឿថាព្រះយេស៊ូវមានប្រមាណទូនៅក្នុងយ៉ូហានចំពុក11ខ25ខ្ញុំនឹងហើយដែលបានប្រមនុស្សឲ្យរស់ឡើងវិញខ្ញុំផ្ដល់ឲ្យគេមានជីវិតអ្នកណាជឿលើខ្ញុំទោះបីស្លាប់ហើយក៏ដោយក៏បានរស់ជានិច្ចកាលចាំព្រះនាងម៉ារីជឿលើព្រះយេស៊ូវអត់ទ្រង់ជឿសន្តិបុគ្គលទាំងអស់ជឿលើព្រះយេស៊ូវអត់ទ្រង់ជឿពួកគាត់ជឿសន្តិតែសន្តិបុគ្គលទាំងអស់ជឿលើព្រះយេស៊ូវអត់ជឿដូច្នេះគាត់ទាំងអស់គ្នាកំពុងតែមានជីវិតនៅស្ថានបរមសុខអូខេទោះបីជាគាត់មានជីវិតនៅស្ថានបរមសុខតែគាត់មានអំណាចនឹងស្ដាប់ឮនឹងមើលរឿងហេតុការណ៍ទាំងអស់នោះបានអត់បានតែមូលហេតុបើបងប្អូនអានប្រស្នាតកតងជាមួយនឹងសិទ្ធិជាមួយនឹងលោកឡាសាដែលបានស្លាប់ទៅនៅក្នុងលូកាចំពុក16ខ25ដល់26អញ្ចឹងទៅដែលស្ថិតនៅស្លាប់ហើយទៅស្ថាននរកឬក៏ស្ថានដែលពោពេញទៅដោយភ្លើងដែលឆេះមិនចេះរលត់អីហ្នឹងលោកអាប់រ៉ាហាំបានមានប្រសាសន៍ថាកូនអើយចូលនឹកចាំថាការកូនមានជីវិតនៅឡើយកូនស្គាល់តែសប្បាយរីករាយឯឡាសាវិញគ្នាស្គាល់តែទុក្ខលោកអាប់រ៉ាហាំស្លាប់ពេលណាចុះហេតុអីលោកដឹងថាអ្នកមហាសេដ្ឋីជាមួយនឹងលោកឡាសាហ្នឹងរស់នៅរបៀបម៉េចនេះបញ្ជាក់ថាព្រះជាម្ចាស់អាចអនុញ្ញាតឲ្យអស់អ្នកដែលនៅស្ថានបរមសុខអាចដឹងមើលនឹងឮនឹងយល់អំពីដំណើរជីវិតរបស់មនុស្សនៅលើលោកីបានដោយអំណាចរបស់ព្រះអង្គអំណាចរបស់ព្រះជាម្ចាស់ហើយមានឃ្លាមួយទៀតក៏និយាយដែរថាប្រសិនបើគេធ្វើតាមការព្រានប្រដៅរបស់លោកម៉ូសេនិងការព្រានប្រដៅរបស់ជាការីនោះមនុស្សស្លាប់នឹងរស់ឡើងវិញទៅប្រាប់គេក៏ដោយក៏គេមិនព្រមជឿដែរលោកអាប់រ៉ាហាំនិយាយពីលោកម៉ូសេអូខេលោកម៉ូសេស្លាប់នៅអាយុ80នៅក្នុងឆ្នាំប្រមាណ1407ឆ្នាំមុនព្រះយេស៊ូវប្រសូតហើយលោកអាប់រ៉ាហាំស្លាប់នៅអាយុប្រហែលជា100ឆ្នាំនៅក្នុងឆ្នាំ1953ឆ្នាំមុនព្រះយេស៊ូវប្រសូតចឹងខុសគ្នាប្រហែលជាពួកគាត់នៅស្ថានបរមសុខគឺលើកបង្កើនព្រះជាម្ចាស់ហើយនឹងអង្វរសម្រាប់ពួកយើងទាំងអស់គ្នាមើលសេដ្ឋីដែលនៅក្នុងរឿងដែលខ្ញុំនិយាយមិញគាត់ជំនឿអាក្រក់គាត់ក៏នៅតែចង់សូមឲ្យលោកអាប់រ៉ាហាំអង្វរព្រះជាម្ចាស់សម្រាប់បងប្អូនគាត់ឲ្យបងប្អូនគាត់ការប្រែជាគំនិតចោះទម្រាំជនដ៏វិសុទ្ធទាំងអស់ហ្នឹងតើគាត់ស្រឡាញ់ពួកយើងដែលជាបងប្អូនក្នុងជំនឿនេះហើយគាត់អធិដ្ឋានសម្រាប់យើងខ្លាំងប៉ុណ្ណាទៀតចឹងក៏យើងអាចសូមអង្វរឲ្យពួកគាត់អធិដ្ឋានសម្រាប់យើងបានដែរដោយយើងដឹងថាពេលដែលយើងអធិដ្ឋានទៅពួកគាត់ឲ្យពួកគាត់អធិដ្ឋានព្រះជាម្ចាស់សម្រាប់យើងអំណាចឬក៏អ្នកដែលសម្រេចជួយយើងមិនមែនជាពួកគាត់អំណាចនឹងការសម្រេចចិត្តគឺមកព្រះជាម្ចាស់តាមរយៈពួកគាត់ចឹងប្រហែលជាបងប្អូនខ្លះនឹងលើកខគម្ពីររបស់លោកធីម៉ូថេមកនិយាយតកតងជាមួយនឹងត្បិតព្រះជាម្ចាស់មានតែមួយស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់និងមនុស្សលោកគឺព្រះយេស៊ូវដែលជាមនុស្សបងប្អូនអាចអានចំណុចហ្នឹងគឺ1ធីម៉ូថេចំពោះ2ខ5តែបងប្អូនសូមអានអស់ពាក្យថាស្ពានមេត្រីរវាងព្រះជាម្ចាស់និងមនុស្សលោកជាមួយនឹងអធិដ្ឋានឲ្យអ្នកនៅស្ថានបរមសុខអធិដ្ឋានឲ្យយើងគឺខុសគ្នាឥឡូវយើងអានមកកថាខណ្ឌវិញយើងកុំយកតែមួយចំពុកទីម៉ូថេចំពុក2ខ1ដល់ខ5ជាបឋមខ្ញុំសូមផ្ដាំឲ្យគេទូលសូមព្រះជាម្ចាស់អធិដ្ឋានអង្វរព្រះអង្គទាំងអស់ប្រគុណសម្រាប់មនុស្សទាំងអស់ផងឃើញអត់យើងអាចសូមអនុគេម្នាក់អធិដ្ឋានសម្រាប់ម្នាក់ទៀតបានមិនប្រកាសថាយើងត្រូវអធិដ្ឋានតែឯងយើងជាព្រះសង្គមយើងជាការរួមរស់ជាមួយគ្នាយើងត្រូវអធិដ្ឋានត្រូវទូលអង្វរសម្រាប់ស្ដេចអ្នកកាន់អំណាចគ្រប់រូបដើម្បីឲ្យយើងរស់បានសុខសាន្តមានចលាចលទាំងគ្រប់ផ្នែកព្រះជាម្ចាស់អស់ពីចិត្តនិងជីវិតថ្លៃថ្នូរនេះហើយជាការល្អដែលគប់ព្រះហត្ថីព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើងព្រះអង្គសពព្រះហត្ថីឲ្យមនុស្សទាំងអស់ទទួលការសង្គ្រោះនិងស្គាល់សេចក្តីពិតយ៉ាងច្បាស់ហើយបានចូលដល់ចំណុចដែលតកតងថាព្រះយេស៊ូវជាស្ពានមេត្រីតែមួយរវាងមនុស្សនិងព្រះជាម្ចាស់ហេតុអី
ដោយសារតែព្រះយេស៊ូវជាមនុស្ស 100% ជាព្រះជាម្ចាស់ 100%ដូច្នេះមានតែព្រះអង្គទេដែលស័ក្តិសមជាស្ពានមេត្រីរវាងព្រះជាម្ចាស់ជាមួយនឹងមនុស្សប៉ុន្តែយើងក៏អាចអធិដ្ឋានទៅដល់អ្នកដែលនៅស្ថានបរំសុខឬក៏ឲ្យមនុស្សជួយអធិដ្ឋានឲ្យយើងដើម្បីអង្វរព្រះជាម្ចាស់ដែរវាអត់ប៉ះពាល់ជាមួយចំណុចហ្នឹងទេថាអត់អូខេអញ្ចឹងជំនឿរបស់ព្រះសហគមន៍ដូចគ្នាអត់ខុសគ្នាទេបើបងប្អូនអានសៀវភៅលទ្ធិគ្រីស្ទសាសនាតាមព្រះសហគមន៍កាតូលិកនៅខ970គេនិយាយពីចំណុចហ្នឹងហើយតែតោះហ្នឹងការអង្វរព្រះនាងម៉ារីគឺអត់ប៉ះពាល់ជាមួយនឹង1ធីម៉ូថេចំពុក2ខ5ទេច្បាប់ទៅសេពីអត្តពលរបស់ព្រះនាងម៉ារីសម្រាប់សង្គ្រោះមនុស្សលោកហូរចេញពីព្រះគ្រីស្ទហើយអត្តពលរបស់ព្រះនាងសំអាងលើព្រះគ្រីស្ទដែលជាសម្ពមេត្រីនេះព្រះគ្រីស្ទជាសម្ពមេត្រីហ្នឹងគឺចង់និយាយពី1ធីម៉ូថេចំពុក2ខ5នាងទទួលបានអ្វីៗទាំងអស់ពីព្រះគ្រីស្ទអនុភាពទាំងអស់មកពីព្រះអង្គយើងមិនអាចលើកដំកើងសត្វលោកណាមួយដែលព្រះជំចាស់បង្កើតមកឲ្យស្មើនឹងព្រះបន្ទូលប្រសូតជំនួសនិយាយពីព្រះយេស៊ូវជាព្រះសង្គ្រោះបានឡើយក៏ប៉ុន្តែប្រជាជនគ្រិស្តបរិស័ទទាំងមូលទទួលចំណែកមុខងាររបស់ព្រះគ្រីស្ទជាមហាបូជាតែមួយអ្នកទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះសហគមន៍គ្រិស្តបរិស័ទទទួលចំណែកតាមរបៀបផ្សេងៗគ្នាមានន័យថាម៉េចមានថាព្រះយេស៊ូវទ្រង់ជាស្ពានមេត្រីរវាងមនុស្សនិងព្រះជាម្ចាស់ប៉ុន្តែដើម្បីឲ្យមនុស្សទទួលបានការសង្គ្រោះយើងក៏មានចំណែកក្នុងការចូលរួមជួយឲ្យមនុស្សទទួលបានការសង្គ្រោះដែរតាមរយៈយើងបង្កើតដំណឹងល្អយើងធ្វើជាគំរូសម្រាប់អ្នកដទៃអានោះគឺជាចំណុចយកអត្ថន័យគ្នាទៅវិញទៅមកអានឹងហើយដែលហៅថាជាចំណែកមួយក្នុងការជួយឲ្យមនុស្សអាចទទួលបានការសង្គ្រោះតែអំណាចនិងលទ្ធិភាពដែលជួយមនុស្សឲ្យបានសង្គ្រោះគឺព្រះយេស៊ូវគ្រីស្ទអញ្ចឹងយើងច្បាស់លាស់ជាមួយនឹងជំនឿរបស់យើងគ្រាន់តែពេលខ្លះបងប្អូនអត់ទាន់យល់ជ្រៅអំពីជំនឿរបស់យើងហើយការប្រាស់ពាក្យសម្ដីដែលធ្វើឲ្យបងប្អូនយល់ច្រឡំឧទាហរណ៍សូមព្រះនាងម៉ារីជួយអង្វរព្រះជាម្ចាស់សម្រាប់យើងក៏យើងប្រើពាក្យសូមព្រះនាងម៉ារីជួយឲ្យពិភពលោកនេះមានសន្តិភាពក្នុងនាមជារបស់សាសកាតូលិកនិងអ៊ូតូដុកគេដឹង 100% ពេលគេនិយាយពាក្យថាសូមព្រះនាងម៉ារីជួយឲ្យពិភពលោកនេះមានសន្តិភាពយើងដឹងថាពេលដែលយើងប្រើពាក្យហ្នឹងអ្នកដែលជួយឲ្យពិភពលោកមានសន្តិភាពគឺអំណាចមកពីព្រះយេស៊ូវគ្រីស្ទអំណាចមកពីព្រះជាម្ចាស់ដោយយើងអង្វរតាមរយៈព្រះនាងម៉ារីប្រហែលជាយើងអត់អាចខ្វល់ឬក៏យើងអត់អាចគិតអំពីពាក្យសម្ដីយើងគ្រប់ពេលវេលាបានទេភាសាការអធិដ្ឋានចេញពីចិត្តពេលខ្លះយើងចេញពីចិត្តគឺយើងអធិដ្ឋានចឹងអញ្ចឹងបងប្អូនប្រូតេស្តង់ឬក៏បងប្អូននិកាយផ្សេងៗដែលអត់ទាន់យល់អំពីជំនឿរបស់យើងអាចនឹងមានការទើសទាស់ក្នុងចិត្តរឿងចំណុចមួយហ្នឹងតែសូមបងប្អូនយើងអាចនិយាយថារិះគន់ដើម្បីស្ថាបនាយើងនិយាយអាចគឺជាការសួរនាំឬក៏អីចឹងទៅតែសូមកុំឲ្យមានការវាយប្រហារដែលធ្វើឲ្យការបែកញែករវាងគ្រិស្តសាសនាកាន់តែច្រើនជាងនឹងទៀតសូមឲ្យគ្រិស្តបរិស័ទទាំងអស់គ្រប់និកាយជាអ្នកកសាងសន្តិភាពយើងដើរទៅជាមួយគ្នាយើងផ្លាស់ប្ដូរយោបល់យើងស្វែងយល់គ្នាទៅវិញទៅមកជាជាងទៅចាប់កំហុសវាយប្រហារហើយនឹងធ្វើឲ្យមានការបាក់បែកគ្នាសូមឲ្យបងប្អូនទាំងអស់ជាពិសេសបងប្អូនដែលបានចូលមើល TikTok របស់ខ្ញុំហើយ comment យើងជួយគ្នាកសាងគ្រិស្តសាសនានៅប្រទេសកម្ពុជាឲ្យពោរពេញទៅដោយសុខសន្តិភាពគឺគ្រប់និកាយទាំងអស់អាចរួមរស់ជាមួយគ្នាដោយសន្តិភាពដោយមិនបាច់វាយប្រហារគ្នាទៅវិញទៅមកគ្រាន់តែយើងសិក្សាយល់គ្នាទៅវិញទៅមកអញ្ចឹងសង្ខេបមកព្រះនាងម៉ារីក៏ដោយសន្តបកោក៏ដោយយើងអធិដ្ឋានទៅពួកគាត់ឲ្យជួយអង្វរព្រះជាម្ចាស់សម្រាប់យើងឬក៏យើងអធិដ្ឋាននិយាយថាសូមឲ្យគាត់ជួយនេះជួយនោះក្នុងចិត្តរបស់បងប្អូនអុកតូដុកជាមួយនឹងកាតូលិក 100% ជឿជាក់ថាគ្រប់អំណាចដែលគាត់ទទួលបានទាំងអស់គឺមកពីព្រះជាម្ចាស់សន្តបកោជួយមនុស្សបានទាំងអស់តាមរយៈអំណាចដែលព្រះជាម្ចាស់បកលឲ្យគាត់ដែលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សតាមរយៈពួកគាត់ព្រះជាម្ចាស់ក៏អាចសង្គ្រោះមនុស្សតាមរយៈខ្ញុំតាមរយៈបងប្អូនបានដែរដោយមិនបាច់មានទិដ្ឋានុភាពអីខ្លាំងក្លាដូចពីសម័យដើមទេឧទាហរណ៍ជួយសង្គ្រោះជនក្រីក្រអ្នកដែលគ្មានទីពឹងតាមរយៈយើងដើម្បីយើងធ្វើសម្ដែងធម្មតាកណ្ណាឧទាហរណ៍យើងអាចជួយមនុស្សម្នាក់ដែលមានបញ្ហាសុខភាពឬក៏មានបញ្ហាអីផ្សេងដើម្បីជួយគាត់ឲ្យគាត់មានសង្ឃឹមក្នុងជីវិតឡើងវិញនេះហើយគឺជាការដែលព្រះជាម្ចាស់ដំណើរការក្នុងខ្លួនយើងដើម្បីជួយអ្នកដទៃមួយទៀតអ្វីដែលបងប្អូនអាចចងចាំបានថាចំពោះព្រះសហគមន៍កាតូលិកអ៊ូតូដុកយើងមានព្រះសហគមន៍មិនមែនតែនៅលើលោកីទេយើងមានព្រះសហគមន៍នៅស្ថានបរមសុខក៏ជាព្រះសហគមន៍ដែរគឺមានព្រះយេស៊ូវជាសេរសាហើយព្រះសហគមន៍ទាំងមូលគឺជារាងកាយរបស់ព្រះយេស៊ូវគឺជាប្រកាយរបស់ព្រះយេស៊ូវអញ្ចឹងព្រះសហគមន៍ដែលយើងនិយាយនេះមិនមែនត្រឹមតែព្រះសហគមន៍ដែលនៅលើលោកីទេគឺនិយាយពីអស់បងប្អូនដែលស្លាប់ហើយនៅស្ថានបរមសុខក៏ជាព្រះសហគមន៍តែមួយដែរដូច្នេះហើយយើងជាបងប្អូនគ្នាក្នុងព្រះសហគមន៍តែមួយយើងតែអធិដ្ឋានឲ្យគ្នាទៅវិញទៅមកដូច្នេះវាអត់ប្លែកទេពេលដែរយើងសូមអង្វរឲ្យសន្តបុគ្គលអធិដ្ឋានឲ្យយើងភាសានេះគឺជាអ្វីដែលបងប្អូនដែលស្រឡាញ់គ្នាគេជួយគ្នាទៅវិញទៅមកហើយជាចុងក្រោយអ្វីដែលខ្ញុំចង់ចែកម្លែកគ្រាន់តែចង់ឲ្យបងប្អូនអរគ្នាយល់អំពីមួយផ្នែកនៃជំនឿរបស់គ្រិស្តសាសនានៃកាយកាតូលិកហើយសង្ឃឹមថាបងប្អូននឹងបានយល់ខ្លះៗ
ពីជំនឿរបស់បងប្អូនគ្រិស្តបរិស័ទនៃកាយកាតូលិកហើយបើសិនជាមានចម្ងល់អ្វីឬក៏មានសំណួរអ្វីអាច comment បានតែសូម comment ដោយសេចក្តីស្រឡាញ់ណាហើយយើងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកសូមកុំឲ្យមានការបែកបាក់គ្នានៅក្នុងគ្រិស្តសាសនា